បាទសួស្តីប្រិយមិត្តទាំងអស់គ្នាយើងមកជួបគ្នាជាមួយនឹងការសិក្សាពីផ្នែកកុំព្យូទ័របន្តទៀតហើយបាទអញ្ចឹងលើកមុនគឺយើងបានរៀនអំពីការដាក់សញ្ញាគ្រីសក្នុងប្រអប់នៅក្នុងសន្លឹកកិច្ចការឥឡូវយើងចូលមកដល់ចំណុចបន្តទៀតគឺខ្ញុំនឹងចង់បង្ហាញអំពីប្រិយមិត្តទាំងអស់គ្នាពីការដាក់ប្រអប់នៅខាងមុខចម្លើយយើងឃើញមានកឋានប្រព័ន្ធខលំនៅឋានគេមានប្រអប់នៅខាងមុខអញ្ចឹងយើងត្រូវធ្វើមិនខ្លះបាទអញ្ចឹងឥឡូវយើងចូលមកការនៅក្នុងរមាំង2យើងសរសេរមកដល់ចុងយើង enter តម្លាក់ឥឡូវមុននឹងចូលទៅក្នុងការដាក់ប្រអប់ខ្ញុំក៏ចង់ថែមកន្លែងនេះជូនប្រិយមិត្តទាំងអស់គ្នាផងដែរថាពេលយើង enter តម្លាក់មកលុតរមាំង3មកអញ្ចឹងប្រិយមិត្តទាំងអស់គ្នាថាធ្វើម៉េចដើម្បីដោះកុំឲ្យលុតរមាំង3នឹងបានវាមានវិធីសាស្ត្រ2យ៉ាងអញ្ចឹងវិធីសាស្ត្រទី1គឺយើងចូលមកកន្លែងខាងលើបាងលើនេះនៅក្នុង home ដដែលបាងលើកន្លែង numbering នេះគេដាក់ថា numbering ហ្នឹងចុចលើវាទៅវាដាច់អាហ្នឹងហើយវិធីសាស្ត្រទី2ក្នុងករណីដែលយើង enter តម្លាក់មកលុតអញ្ចឹងប្រិយមិត្តទាំងអស់គ្នាចុចbackspace លើខាងស្ដាំដែរលើគេ backspace គឺលុបនឹងឯងចុច backspace លុបទៅគឺបាត់ដែរឃើញទេបាទអញ្ចឹងយើងអាចដាក់ប្រអប់របស់យើងបានចូលទៅបានហើយឥឡូវខ្ញុំចាប់ផ្ដើមពីកន្លែងនេះដាក់លេខ1នេះលេខ1តើកន្លែងណាតើកន្លែងដែលសារពាង្គកាយ1បាទយើងទៅសេឯកសារនឹងសិនអញ្ចឹងដាក់លេខ1តើកន្លែងដែលសារពាង្គកាយ1កន្លែងដែលសារពាង្គកាយ1ទទួលបានអាហារនិងជម្រកទទួលបានអាហារនិងជម្រកហៅថាអ្វីជម្រកហៅថាអ្វីញ៉ាសួរបាទអញ្ចឹងយើងមើលមកលើសំណួរនេះមួយគឺមានចម្លើយពហុជ្រើសរើសកឋានប្រព័ន្ធខអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំសរសេរកសិនបាទកមកឋានប្រពន្ធហ្នឹងខាត់លើឋានប្រព័ន្ធខលំនៅឋានលំនៅឋានgirl ចុចមកពពួកបាទពពួកពស្អ៊ូនិងពបាទពពួកហើយនឹងgirl បាទគឺអីនេះគេដាក់ណាសហគមន៍បាទអញ្ចឹងយើងសរសេរសហគមន៍ចូលសហគមន៍បាទអញ្ចឹងដើម្បីយើងបានប្រអប់នៅខាងមុខចម្លើយមួយដើម្បីគេគ្រីសណាយើងចុចលើខាងមុខនឹងមកហើយយើងចូលទៅកន្លែង insert ចូលកន្លែង insert ហើយចូលកន្លែង symbol ចូលកន្លែង symbol ហើយចូលកន្លែងប្រអប់ដែលយើងបានគ្រីសឬក៏ចូលកន្លែង more symbol ហើយយើងចូលទៅក្នុង winding យើងរកមើលកន្លែងប្រអប់ណាមួយនេះយើងរើសចុចលើវាមកយើងចុច insert ប្រអប់នឹងមកបាទអញ្ចឹងយើងបានប្រអប់មួយហើយប៉ុន្តែប្រអប់នឹងតូចពេកយើងអាចបរិចវាដល់នៅក្នុង home យើងចុចកន្លែងនេះ font ដាក់លេខ12 13អញ្ចឹងទៅណាឲ្យធំនេះទៅ12អញ្ចឹងទៅហើយយើង copy វានេះបងប្អូនគ្នាចូលមកខាងនេះវិញយើងយក copy កន្លែងនេះ copy ហើយមកដាក់ខាងក្រោមនេះយើងផាសវាចូលតែម្ដងនេះណាយើងអត់មានទៅ insert មួយសារទៀតទេយើងផាសគ្រប់ចំនួននឹងមកគេគឺបានហើយបាទអញ្ចឹងមេរៀននេះសម្រាប់ការដាក់ប្រអប់នៅខាងមុខចម្លើយគឺមានប៉ុណ្ណឹងប្រិយមិត្តអាចសាកល្បងធ្វើទាំងអស់គ្នាខ្ញុំថាយល់ជួយ subscribe ម្នាក់មួយបាយបាយ